ថៃជាប្រទេសមួយដែលតែងអួតអាងថាជាប្រទេសស៊ីវិល័យប៉ុន្តែប្រទេសដែលប្រើប្រាស់ឈ្មោះស៊ីវិល័យបិទបាំងមុខនេះមិនហ៊ានប្រឈមមុខតាមផ្លូវច្បាប់អន្តរជាតិជាមួយកម្ពុជានោះឡើយថ្មីនេះដោយសារតែខ្លាចអនុសារណៈ MOU ឆ្នាំ2000និងឆ្នាំ2001ត្រូវបានប្រើប្រាស់ជាអាវុធផ្លូវច្បាប់តាមរយៈតុលាការអន្តរជាតិនាយករដ្ឋមន្ត្រីថៃបានស្នើរកការធ្វើប្រជាមតិពីប្រជាពលរដ្ឋរបស់ខ្លួនដើម្បីលុបចោល MOU ទាំងពីរនេះចេញ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជំវិញបញ្ហានេះ MOU 2000-2001 តើពិតជាអាវុធផ្លូវច្បាប់ដែលថៃដេកភ័យខ្លាចទាំងយប់ទាំងថ្ងៃមែនដែរឬទេក្នុងពេលដែលថៃមានបទពិសោធន៍បរាជ័យជាបន្តបន្